តើការធ្វើអេកូច្រើនដងក្នុងកំឡុងពេលមានផ្ទៃពោះអាចប៉ះពាល់ដល់កូនដែរឬទេក្នុងកំឡុងពេលមានផ្ទៃពោះតើគួរធ្វើអេកូប៉ុន្មានដងទើបល្អជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកប្រធានបទអេកូផ្ទៃពោះមកនិយាយក៏ដូចជាចង់ចែករំលែកបទពិសោធន៍ទាក់ទងនឹងការធ្វើអេកូផ្ទៃពោះកំឡុងពេលខ្ញុំមានផ្ទៃពោះរហូតមកទល់ពេលនេះមិនមានឯកសារណាបញ្ជាក់ថាស្ត្រីផ្ទៃពោះគួរធ្វើអេកូប៉ុន្មានដងនោះទេប៉ុន្តែមានការណែនាំពីដំណាក់កាលសំខាន់ៗដែលស្ត្រីផ្ទៃពោះគួរធ្វើការពិនិត្យអេកូដែលដំណាក់កាលសំខាន់ទាំងនោះគឺមាន5ដំណាក់កាលទី1គឺនៅពេលបាត់រដូវប្រហែលបាន1សប្តាហ៍ឬយើងអាចនិយាយបានពីកអាយុ6ទៅ9សប្តាហ៍គោលបំណងនៃការធ្វើអេកូលើកទី1នេះគឺដើម្បីបញ្ជាក់ពីការមានផ្ទៃពោះដើម្បីពិនិត្យឲ្យដឹងថាកូនស្ថិតនៅក្នុងឬក៏ក្រៅស្បូននិងចុងក្រោយគឺដើម្បីមើលទារកកំពុងវិវត្តឬឈប់វិវត្តដំណាក់កាលទី2គឺធ្វើអេកូនៅពេលកមានអាយុ12ទៅ14សប្តាហ៍គោលបំណងនៃការធ្វើអេកូលើកទី2គឺដើម្បីកំណត់ថ្ងៃបង្កកំណើតនិងថ្ងៃគ្រប់ខែនិងដើម្បីពិនិត្យថាតើកូនដែលកំពុងពពោះជាកូនតូឬកូនភ្លោះត្រូវវាស់កម្រាស់កញ្ចឹងកកូនដើម្បីពិនិត្យរកជំងឺខ្សោយប្រាជ្ញាពីកំណើតនិងចុងក្រោយដើម្បីរកឲ្យឃើញថាកូនដែលកំពុងពពោះជាកូនធម្មតាឬកូនពងដំណាក់កាលទី3ដែលត្រូវធ្វើអេកូគឺនៅពេលកអាយុ23ទៅ25សប្តាហ៍ក្នុងគោលបំណងពិនិត្យមើលថាតើទារកមានសរីរាង្គគ្រប់ដែរឬទេដោយពិនិត្យលម្អិតលើខួរក្បាលតើមានទឹកដក់ក្នុងខួរក្បាលដែរឬទេពិនិត្យលើមុខមាត់ភ្នែកច្រមុះត្រចៀកកន្លើតតើមាត់មានឆែបឬអត់ពិនិត្យមើលបេះដូងតើបេះដូងមានប្រហោងបេះដូងរីកឬក៏មានទឹកដក់ក្នុងបេះដូងពិនិត្យសួតថ្លើមក្រលៀនក្រពះពោះវៀនផ្លោកនោមតើមានគ្រប់លក្ខណៈឬអត់ត្រូវពិនិត្យឆ្អឹងខ្នងសន្ទះទ្រូងនិងអវយវៈខាងលើនិងខាងក្រោមតើមានលើសឬខ្វះដែរឬទេដំណាក់កាលទី4ដែលត្រូវធ្វើអេកូនៅពេលកអាយុ33ទៅ35សប្តាហ៍ដែលក្នុងដំណាក់កាលនេះគោលបំណងនៃការធ្វើអេកូដើម្បីពិនិត្យការលូតលាស់និងសុខភាពរបស់ទារកពិនិត្យទម្រង់និងទម្ងន់កូនពិនិត្យទីតាំងរបស់សក់ពិនិត្យបរិមាណទឹកភ្លោះនិងពិនិត្យរកបញ្ហាផ្សេងៗដែលអាចកើតមានចំពោះទារកដំណាក់កាលចុងក្រោយនៃការធ្វើអេកូគឺនៅពេលកមានអាយុ36ទៅ40សប្តាហ៍ក្នុងគោលបំណងតាមដានសុខភាពកូនថាតើកូនខ្សោយឬអត់និងតាមដានទឹកភ្លោះតើទឹកភ្លោះនៅតិចឬច្រើនឬក៏អស់ទឹកភ្លោះការរៀបរាប់ខាងលើគឺជាដំណាក់កាលសំខាន់ៗដែលស្ត្រីគួរតែធ្វើការពិនិត្យអេកូដោយឡែកចំពោះចំនួនដងនៃការពិនិត្យអេកូគឺអាស្រ័យទៅលើសុខភាពស្ត្រីនិងស្ថានភាពពពោះរបស់ស្ត្រីជាក់ស្ដែងបទពិសោធន៍ខ្ញុំផ្ទាល់កំឡុងពេលពពោះកូនលើកទី2របស់ខ្ញុំគឺខ្ញុំធ្វើការពិនិត្យអេកូរហូតដល់23ដងការធ្វើអេកូច្រើនដងនេះមូលហេតុដោយសារខ្ញុំទម្ងន់កូនភ្លោះហើយកូនភ្លោះដែលខ្ញុំពពោះនេះមានសុខរួមតែមួយដែលគ្រូពេទ្យណែនាំឲ្យធ្វើការតាមដានឲ្យបានញឹកញាប់ដើម្បីពិនិត្យមើលថាតើកូនទាំងពីរស្រូបយកសារធាតុចិញ្ចឹមពីសរសៃឈាមតែមួយឬយ៉ាងណាទី2គឺបញ្ហាសុខភាពរបស់កូនក្នុងផ្ទៃដោយសារនៅពេលកអាយុ17សប្តាហ៍ពេលពិនិត្យអេកូឃើញថាកូនមានបញ្ហាសុខភាពដែលកូនទី1មានទម្ងន់ទាប
ជាងកូនទី2ខ្លាំងហើយកូនទី1មានបញ្ហាទឹកដក់ក្នុងពោះនិងក្នុងខួរក្បាលហើយកូនទី2គឺមានបញ្ហាបេះដូងដូច្នេះបានជាខ្ញុំត្រូវធ្វើការពិនិត្យអេកូច្រើនលើកច្រើនសារហើយការពិនិត្យអេកូនេះដែរគឺมันបានធ្វើនៅទីកន្លែងតែមួយទេវីដេអូមុនខ្ញុំបានបញ្ជាក់ហើយគឺខ្ញុំធ្វើការពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យកាឡាម៉ែតតែក្រោយពីពិនិត្យឃើញថាកូនមានបញ្ហាសុខភាពខ្ញុំបានផ្លាស់ប្ដូរពេទ្យដោយពិនិត្យនៅពេទ្យកាឡាម៉ែតផងពិនិត្យនៅមន្ទីរពេទ្យកុមារជាតិផងធ្វើការពិនិត្យនៅមន្ទីរពេទ្យគាំពៀមេដាទារកផងហើយខ្ញុំក៏បានទៅមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបម្ដងដើម្បីធ្វើការពិនិត្យក្រៅពីនេះក៏បានទៅមន្ទីរពេទ្យឯកជនសម្ភពសូលីចត្រាហើយនឹងបានអេកូនៅអង្គការដែលមានបារាំងជួយសរុបមកការពើពោះលើកទី2របស់ខ្ញុំគឺការពើពោះកូនភ្លោះខ្ញុំបានអេកូផ្ទៃពោះចំនួន23ដងចាប់ពីពេលបាត់រដូវរហូតដល់ថ្ងៃសម្រាលតែការសម្រាលរបស់ខ្ញុំគឺសម្រាលដោយធម្មជាតិហើយកូនរបស់ខ្ញុំគឺបានគ្រប់គីឡូទាំងពីរដែលកូនទី1មានទម្ងន់2.9 គីឡូក្រាមនិងកូនទី2គឺមានទម្ងន់2.5 គីឡូក្រាមហើយមានសុខភាពល្អដូចគ្នាហើយមុននឹងសម្រេចចិត្តធ្វើអេកូច្រើនលើកច្រើនសារនេះខ្ញុំក៏បានសិក្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតដូចជា Google និងមើលវីដេអូពីពេទ្យជំនាញតាម YouTube ដើម្បីឲ្យប្រកាសថាការធ្វើអេកូនេះគឺមិនបានប៉ះពាល់ដល់សុខភាពទារកនិងស្ត្រីដែលកំពុងពពោះនោះទេដោយសារការធ្វើអេកូគឺជាការប្រើរលកសំឡេងដែលមានសុវត្ថិភាពនិងមិនមានវិទ្យុសកម្មជាចុងក្រោយនេះខ្ញុំសូមលើកទឹកចិត្តក៏ដូចជំរុញស្ត្រីផ្ទៃពោះទាំងអស់ឲ្យធ្វើការតាមដានសុខភាពតាមការណែនាំរបស់គ្រូពេទ្យជំនាញនិងយកចិត្តទុកដាក់ថែទាំខ្លួនឯងនៅផ្ទះឲ្យបានល្អដើម្បីទទួលបានកូនដែលមានសុខភាពល្អនិងទទួលបានការសម្រាលដែលមានសុវត្ថិភាពសូមអរគុណសូមជម្រាបលា